នៅក្នុងរឿងស្នេហាអ្វីដែលគួរខ្លាចបំផុតគឺការជួបមនុស្សសាវ៉ាមនុស្សប្រភេទនេះប្រកែកលាក់បាំងប្រកែកផាលល្បិចនិងពិបាកមើលធ្លុំណាបងអូនប៉ុន្តែទោះបីជាពួកគេប្រកែកសម្ដែងយ៉ាងណាក៏នៅតែបន្សល់ទុកនូវសញ្ញាដែលឲ្យយើងចាប់ថ្នាក់បានណាតោះមកឆែកមើលសញ្ញាទាំង5នេះទាំងអស់គ្នាដើម្បីកុំឲ្យខ្លួនឯងខ្លាចជាជនរងគ្រោះនៃក្តីស្នេហាបោកប្រាស់ឬមួយក៏កុំឲ្យគេបោកបន្តទៀតបានបាទទី1មុនស្នេហ៍លាក់ពុតដំបូងគឺគេមានមុនស្នេហ៍ខ្លាំងសម្ដែងត្រង់ណាគឺសមត្រង់នឹងតែម្ដងនិយាយពីសម្ដីផ្អែមល្ហែមធ្វើយើងវង្វេងនឹងពាក្យសម្ដីរបស់គេហ្មងណាប៉ុន្តែនៅពេលដែលយើងចង់សួររកភាពច្បាស់លាស់ចង់កំណត់ឋានៈមួយនៅក្នុងទំនាក់ទំនងរបស់យើងឲ្យច្បាស់លាស់គឺគេនឹងចាប់ផ្ដើមគិតវេះរកលេសរាប់រយចំពោះឬមួយក៏ប្រើពាក្យដោះសារថាទុកពេលឲ្យមើលគ្នាសិនទៅអីចឹងណាទុកពេលឲ្យគ្នាសិនទៅណាអីចឹងណាបងអូនទី2ទូរស័ព្ទគឺជាតំបន់ហាមឃាត់សម្រាប់មនុស្សសាវ៉ាទូរស័ព្ទប្រៀបដូចជាប្រអប់បាត់កំបាំងដែលមិនអាចឲ្យអ្នកប៉ះពាល់បានដាក់លេខកូដសម្ងាត់ច្រើនជាន់ចូលជិតកាប់អេក្រង់ចូលពេលដាក់លើតុលាក់ឆាតឬដើរទៅនិយាយចេញឆ្ងាយពីអ្នកចឹងទៅធ្វើចំណាំក្នុងចំណុចនេះបើអ្នកគ្រាន់តែប៉ះឬមួយក៏សួរដល់បន្តិចបន្តួចគេនឹងផ្ទុកកំហឹងភ្លាមៗដោយគ្មានហេតុផលដើម្បីការពារកំហុសរបស់គេនឹងទី3លេងខ្លួនលេងអារម្មណ៍ថ្ងៃខ្លះផ្អែមល្ហែមដូចជាទឹកឃុំខែប្រាំងតែថ្ងៃបន្ទាប់បែរជាបាត់ស្មារតីឈឹងពួកគេនឹងលេចមុខមកតែពេលគេចង់បានពេលគេអបសក់ឬមួយក៏ពេលគេត្រូវការប្រយោជន៍ពីអ្នកតែប៉ុណ្ណោះក្រៅពីនេះគឺស្ងាត់ដូចចោលដូចសេះ4កំពុងអ្នកបង្វែរដាននៅពេលដែលអ្នកចាប់បានខុសតាងឬមួយក៏សួរការពិតពួកគេមិនត្រឹមតែមិនសារភាពទេថែមទាំងបង្វែរសាច់រឿងមកធ្វើឲ្យអ្នកខ្លាចជាអ្នកខុសវិញទៀតពួកគេចូលចិត្តនិយាយថាគឺយើងគិតច្រើនពេកមិនដែលទុកចិត្តគ្នាទៅសោះរំខានរករឿងរំអុកពេកហើយចុងក្រោយធ្វើឲ្យអ្នករងគ្រោះទៅជាសង្ស័យនិងបន្តខ្លួនឯងទៅវិញ5មិនចេះស្កប់ស្កល់មនុស្សសាវ៉ាមិនមែនមិនចេះស្រឡាញ់ទេគឺពួកគេស្រឡាញ់ខ្លួនឯងពេករហូតដល់មិនចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនឯងមានណាចឹង5ចំណុចហ្នឹងប្រកាសជាបងអូនដឹងណាបងអូនថាមនុស្សសាវ៉ានឹងបែបម៉េចចឹងបើសិនជាដឹងខ្លួនថាបានជួបមនុស្សប្រភេទនេះហើយកុំចំណាយពេលរងចាំឲ្យគេផ្លាស់ប្ដូរឲ្យសោះព្រោះការព្យាយាមផ្លាស់ប្ដូរចិត្តមនុស្សសាវ៉ាវាអាចនឹងពិបាកជាងអង្គុយរងចាំតែអាទិត្យរះទៅខាងលិចទៅទៀតបងអូនស្រឡាញ់គេត្រូវចេះស្រឡាញ់ខ្លួនឯងផងចុះបងអូនវិញធ្លាប់ជួបឬមួយក៏សកម្មភាពបែបហ្នឹងអត់ comment ប្រាប់ខ្ញុំម្នាក់មួយផងកុំភ្លេច like follow and share ជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ follow ម្នាក់មួយទៅឯងបង